ចាជំរាបសួរអ្នកទាំងអស់គ្នាដែលជាប្រិយមិត្តគ្រប់គ្រងទំព័ររបស់នាងខ្ញុំគឺទំព័រសម្ផស្ស Sweet Home ថ្ងៃនេះខ្ញុំមានម្ហូបមួយមុខទៀតសូមបង្ហាញជូនណាដល់ស្ត្រីមេផ្ទះទាំងឡាយដែលចូលចិត្តក្នុងការចម្អិនម្ហូបគឺមុខម្ហូបឆាគឺងាវឆាជាមួយនឹងអំពិលទុំហើយនឹងស្លឹកម្រះព្រៅអ្វីដែលយើងចាំបាច់ត្រូវការគឺងាវយើងឃើញងាវហាមាត់បានន័យថាងាវនៅវារស់បើយើងទៅទិញគេឃើញងាវណាហាមាត់យើងរើសយកមកគឺមិនខុសទេងាវហ្នឹងគឺងាវរស់ហើយងាវពេលដែលគេលក់នោះគឺដីច្រើនណាអញ្ចឹងតោងយើងយកមកដល់ផ្ទះលាងឲ្យច្រើនទឹកហើយបើអាចធ្វើបានយកច្រាសដុសវាឲ្យស្អាតហើយលាងវារហូតទៅដល់ពេលទឹកដែលយើងលាងហ្នឹងវាថ្លាឆ្វង់គឺខ្ញុំដុសដោយប្រើច្រាសដែលដៃខ្លួនខ្ញុំណាខ្ញុំទិញមកខ្មៅអញ្ចឹងវាអាចជាប់ដីជាប់អីច្រើនអញ្ចឹងយើងត្រូវប្រកាសថាអត់មានដីអត់មានអីជាប់ទៀតទេពណ៌នេះគឺពណ៌ដែលវាជាប់នៅពេលវានៅក្នុងដីណាហើយគឺខ្ញុំដុសមកទំហឹងដៃឯងគឺជ្រះសបានប៉ុណ្ណឹងអ្វីដែលយើងត្រូវការបន្តមកទៀតគឺស្លឹកម្រះព្រៅយើងបេះវាស្អាតលាងទឹកឲ្យស្អាតហើយទុកឲ្យស្រស់ទឹកមកហើយអ្វីដែលចាំបាច់បំផុតនេះគឺទឹកទាយមើលថាក្នុងហ្នឹងមានអីគេខ្លះនេះជាអាកំបាំងណាក្នុងនេះគឺទឹកប៉េងប៉ោះទឹកម្ទេសទឹកប្រេងខ្យងប៊ីចេងបន្តិចនិងស្ករសបន្តិចហើយនឹងទឹកអំពិលទុំហ្នឹងយើងទិញពីផ្សារមកអំពិលទុំគេបកស្រាប់យើងយកមកច្របាច់យកទៅទឹកឯងយើងច្របាច់លាយជាមួយនឹងទឹកចៀនបន្តិចមកហើយយើងយកទឹកហ្នឹងយកមកចាក់ជាមួយនឹងដាក់ក្នុងចានទៅទឹកអំពិលទុំដែលយើងច្របាច់យើងយកអំពិលទុំយកមកច្របាច់ជាមួយនឹងទឹកចៀនបន្តិចទៅណាមកកូនចានចង្កឹះទៅហើយយើងឬក៏កន្លះចានចង្កឹះទៅហើយយើងយកអាទឹកហ្នឹងត្រងវាកុំឲ្យដល់កកយើងត្រងយកទឹកអំពិលទុំហ្នឹងយកមកដាក់ក្នុងចានធំហ្នឹងហើយយើងលាយទឹកប្រេងខ្យងយើងត្រូវការមួយស្លាបព្រាមួយស្លាបព្រាបាយឬមួយក៏មួយស្លាបព្រាកន្លះហើយចំណែកទឹកប៉េងប៉ោះគឺយើងត្រូវការ2ស្លាបព្រានេះសម្រាប់ងាវកន្លះគីឡូហើយទឹកម្ទេសបើអ្នកណាអត់ចេះញ៉ាំហឹរមិនបាច់ដាក់ទឹកម្ទេសទេតែបើសិនជាចេះញ៉ាំហឹរតិចអាចដាក់មួយស្លាបព្រាបាយដែរហើយនឹងចំណែកឯស្ករសគឺយើងដាក់3ស្លាបព្រាបាយហ្នឹងស្ករសហើយប៊ីចេងគឺយើងដាក់កន្លះស្លាបព្រាបាយកន្លះបើអ្នកអត់ចេះញ៉ាំប៊ីចេងមិនបាច់ដាក់ក៏បានដែរឬក៏បន្ថយបរិមាណកាន់តែតិចកាន់ទៅតាមចំណង់ចំណូលចិត្តរៀងខ្លួនហើយអ្វីដែលចាំបាច់មួយទៀតគឺខ្ទឹមសចិញ្ច្រាំឥឡូវនេះគឺខ្ញុំមានខ្ទះហើយខ្ញុំបើកភ្លើងខ្លាំងមកហើយនឹងប្រេងឆាអញ្ចឹងខ្ញុំចាក់ចូលស្រួលធ្វើចាក់ប្រេងឆាចាបើអ្នកអត់ចូលចិត្តប្រេងឆាខ្លាំងយើងដាក់បន្តិចទៅបានទេណាអ្នកខ្លាំងគាត់ទម្លាន់អញ្ចឹងគាត់អត់ចូលជួយចិត្តញ៉ាំទម្លាន់ខ្លាំងឲ្យវាក្តៅប្រេងឆាបន្តិចមកចាប់ដើមក្តៅហើយចាតោះមកយើងដាក់ខ្ទឹមសចិញ្ច្រាំចាខ្ញុំចង់បញ្ជាក់ថាអ្នកខ្លះគេធ្វើតាមបែបថៃគឺគេដាក់កាពិថៃបន្តិចណាកាពិថៃយើងអាចទិញបាននៅផ្សារថ្មីឬក៏ផ្សារនានាណានៅកន្លែងតូបលក់គ្រឿងគេហៅថាគ្រឿងលក់កាត់ហួយណាគេមានកាពិថៃកំប៉ុងគេប្រអប់កែវគេតូចតែប៉ុណ្ណេះហើយទិញមកអាចចង់ប្រើកាពិថៃក៏បានដែរប៉ុន្តែត្រឡប់គ្រួសារខ្ញុំមិនបាច់ប្រើកាពិថៃព្រោះយើងអត់សូវចូលចិត្តធំក្លិនកាពិយើងអត់ប្រើតែបើសិនតែចំណូលបងប្អូនណាដែលចំណូលដាក់កាពិថៃអាចដាក់ទៅដាក់កន្លះស្លាបព្រាបាយឬក៏មួយស្លាបព្រាបាយតាមចូលចិត្តប៉ុន្តែវាប្រៃដែរណាតោងប្រយ័ត្នតិចខ្ញុំចង់បញ្ជាក់មួយទៀតគឺក្នុងនេះគឺអត់មានដាក់អំបិលដាក់ទឹកត្រីទេអញ្ចឹងអ្វីដែលយើងត្រូវដាក់បន្តមកទៀតគឺទឹកផ្សំរសជាតិខ្ញុំលាយវាអញ្ចឹងត្រឡប់ខ្ញុំលាយទឹកគ្រឿងផ្សំរសជាតិឲ្យហើយព្រោះឲ្យទឹកនឹងក្តៅខ្លាំងខ្ញុំចង់បញ្ជាក់ថាគឺយើងលាយឲ្យហើយយើងមិនពិបាករត់ណា
ណាបើណាវាចេះណាស្ករសណាទឹកត្រីយើងធ្វើម្ហូបយើងធ្វើអញ្ចឹងគឺស្លន់ស្លោអញ្ចឹងធ្វើម្ហូបអត់ឆ្ងាញ់ទេអញ្ចឹងយើងត្រូវលាយគ្រឿងហ្នឹងដាក់ក្នុងមួយចានឲ្យហើយលាយឲ្យភ្លក់មកល្មមសមរសជាតិគ្រួសារយើងសមនឹងបន្លែប៉ុណ្ណឹងសមនឹងងាវប៉ុណ្ណឹងគឺយើងលាយវាហើយទុកអញ្ចឹងខ្ញុំចាំវាឲ្យពុះខ្លាំងខ្ញុំចាក់ងាវចូលខ្ញុំងាវចូលហើយបន្ទាប់មកខ្ញុំនឹងដាក់រះត្រូវគឺចប់ខ្ញុំចាប់ដើមពុះហើយនេះ